អញនោះមកដល់ពេលនេះឃាតករបានសារភាពកាន់តែស៊ីជម្រៅថែមទៀតករណីចាក់សម្លាប់ស្ត្រីម្នាក់នៅក្នុងផ្ទះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកសន្តិភាពបានឲ្យដឹងថាឃាតករដែលបានចាក់សម្លាប់ស្ត្រីម្នាក់ដល់ផ្ទះរហូតដល់ស្លាប់រួចក៏សម្លាប់ខ្លួនតាមក្រោយក៏ប៉ុន្តែមិនស្លាប់កាលពីវេលាម៉ោង 3:30 នាទីរសៀលថ្ងៃទី 18 ខែមេសាឆ្នាំ 2024 នៅផ្ទះលេខ 31 ផ្លូវ 36 បរិយពិភពថ្មីឈូកវ៉ា 2 ភូមិកតកៈបញ្ញោសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានបន្តសារភាពយ៉ាងស៊ីជម្រៅថែមទៀតនៅមូលហេតុដែលនាំឲ្យខ្លួនផ្ទុះកំហឹងផ្ដាច់ជីវិតស្ត្រីរូបនោះដែលប្រមាណថ្ងៃមុននេះជួនដៃដល់បានសារភាពមួយជំហានថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីរងគ្រោះរយៈពេល2ឆ្នាំមកហើយក៏ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់នោះទេគឺទំនាក់ទំនងតាមឆាត Facebook ខ្លួនមិនបានដឹងថានារីរងគ្រោះមានប្តីនិងកូននោះទេហើយចំណែកខាងនាងក៏មិនបានប្រាប់ឲ្យខ្លួនដឹងថានាងមានប្តីនិងកូនដែរក៏ប៉ុន្តែខ្លួនបានផ្ញើជាលុយជាកាក់ជាហោហែថែមទៀតផងលុះពេលបាយធ្លាយដឹងថានាងមានប្តីនិងមានកូនជាហេតុធ្វើឲ្យខ្លួនផ្ទុះកំហឹងចងគំនុំព្រោះតែនារីរងគ្រោះបានបោកប្រាស់ទំនុកចិត្តខ្លួនក៏ចាក់សម្លាប់តែម្ដងក៏ប៉ុន្តែក្រោយនគរបាលជជែកសួរជាបន្តបន្ទាប់ចុងក្រោយជួនដៃដល់បានសារភាពកាន់តែស៊ីជម្រៅថែមទៀតដោយបានប្រាប់នគរបាលថាតាមពិតខ្លួននិងនារីរងគ្រោះជាសង្សារនឹងគ្នានិងបានស្រឡាញ់គ្នារយៈពេល6ឆ្នាំមកហើយមិនមែន2ឆ្នាំនោះទេមិនតែប៉ុណ្ណោះមានការផ្ញើលុយឲ្យនាងជាបន្តបន្ទាប់សរុបជាទឹកប្រាក់$80,000ដើម្បីឲ្យនាងបើកម៉ាតរកស៊ីនិងរស់នៅជាមួយគ្នានៅខ្មែរប៉ុន្តែក្រោយពេលសួរនាំរកលុយដែលផ្ញើឲ្យនាងຕົកនិងម៉ាតឲ្យនាងបើករកស៊ីនោះស្រាប់តែនារីឆ្លើយថាអត់ហើយដឹងថានាងមានប្តីនិងកូនថែមទៀតនោះទើបសម្លាប់ចោលចម្លើយសារភាពនេះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចសួរចម្លើយជាលិលាអក្សរនិងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់លើជនសង្ស័យផងដែរសូមជម្រាបជូនប្រិយមិត្តអ្នកអាននិងអ្នកទស្សនាដែលថាការចុះផ្សាយនៅរឿងរ៉ាវនេះសារព័ត៌មានកសន្តិភាពមិនមានបំណងទម្លាក់កំហុសណាមួយទៅលើជនរងគ្រោះដែលបានស្លាប់ទៅហើយនិងមិនអាចបកស្រាយរឿងរ៉ាវនោះទេយើងក៏ពុំបានជឿជាក់លើការបកស្រាយតែម្ខាងរបស់ជនជាឃាតករដែរក៏ប៉ុន្តែនេះគ្រាន់តែជាការបង្ហាញអ្វីដែលជនដៃដល់បានអះអាងអំពីដើមចោមដែលនាំឲ្យកើតរឿងនេះតែប៉ុណ្ណោះដូច្នេះសូមប្រិយមិត្តទាំងអស់គ្នាមេត្តាជ្រាបនិងធ្វើការគិតដោយកតញ្ញូតាធម៌និងវិនិច្ឆ័យត្រឹមត្រូវព្រមទាំងខមមិនក្នុងភាពថ្លៃថ្នូរព្រោះអ្នកដែលជាតួអង្គក្នុងរឿងនេះនឹងដឹងច្បាស់បំផុតនោះគឺមានតែ2នាក់ប៉ុណ្ណោះគឺ1ជនរងគ្រោះក៏ប៉ុន្តែស្លាប់បាត់ទៅហើយនិង2ជាឃាតករនេះឯងទោះជាយ៉ាងណាជននេះពិតជាសាហាវព្រៃផ្សៃខ្លាំងបំផុតដែលហ៊ានលើកដៃចាក់សម្លាប់មនុស្សទាំងថ្ងៃដោយមិនញញើដៃសូម្បីតែពលរដ្ឋនាំគ្នាយកដំបងនិងគប់ឲ្យបញ្ឈប់សកម្មភាពយ៉ាងណាក៏មិនព្រមឡើយដូច្នេះសូមផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតដើម្បីឲ្យព្រលឹងវិញ្ញាណក្ខន្ធស្ត្រីរងគ្រោះទទួលបានយុត្តិធម៌ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ជនជាឃាតករឈ្មោះលឹមគីណែតអាយុ25ឆ្នាំមុខរបរលក់ស្បែកជើងបានបំភ្លឺដល់នគរបាលដូចនេះថាខ្ញុំនឹងជនរងគ្រោះឈ្មោះមាសលក្ខណាភេទស្រីអាយុ26ឆ្នាំមានស្រុកកំណើតនៅភូមិប្រជិកឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្តកំពង់ចាមជាមួយគ្នាហើយពួកយើងទាំងពីរបានស្រឡាញ់គ្នារយៈពេល6ឆ្នាំកន្លងមកហើយពួកខ្លួនបានជួលផ្ទះនៅជិតកន្លែងកើតហេតុនិងស្នាក់នៅជាមួយគ្នាមួយរយៈរួចខ្លួនក៏បានទៅធ្វើការនិងរកស៊ីជាអ្នកលក់ស្បែកជើងនៅផ្សារប្រទូណាមប្រទេសថៃហើយពួកយើងទាំងពីរមានគោលបំណងបើករកស៊ីផ្សារម៉ាតនៅខ្មែរហើយខ្ញុំរកលុយបានតែងតែផ្ញើឲ្យជនរងគ្រោះរហូតសរុបទឹកប្រាក់ប្រមាណ$80,000អាមេរិកក្រោយមកទៀតពេលចូលឆ្នាំខ្មែរខ្លួនត្រឡប់ពីប្រទេសថៃវិញក៏មកជួបជនរងគ្រោះដើម្បីសួររកលុយដើម្បីបើកម៉ាតពេលនោះជនរងគ្រោះប្រាប់ថាគ្មានលុយទេហើយខ្ញុំខឹងក៏ត្រឡប់ទៅផ្ទះនៅឯស្រុកកំណើតវិញរហូតដល់ថ្ងៃទី18ខែមេសាឆ្នាំ2024ខ្ញុំបានមកពីស្រុកកំណើតវិញដេកនៅក្នុងផ្ទះសំណាក់មួយកន្លែងក្បែរស្ពានអាកាសផ្លូវក្រវ៉ាត់ក្រុងបន្ទាប់មកបានហៅរថយន្តម៉ាកព្រុសពណ៌ក្រហមមិនចាំស្លាកលេខជារថយន្តឈ្នួលជិះមកផ្ទះជនរងគ្រោះនៅបរិយពិភពថ្មីឈូកវ៉ា 2ផ្ទះលេខ31ផ្លូវ36ភូមិកតកៈបញ្ញោសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញរួចឲ្យរថយន្តដឹកទៅទិញកំបិតនៅផ្សារឈូកវ៉ា 2ក្នុងតម្លៃ$12,000រៀលហើយជិះមកផ្ទះជនរងគ្រោះម្ដងទៀតរួចក៏បានចុះពីលើរថយន្តដោយមិនទាន់ឲ្យលុយរថយន្តឈ្នួលចំនួន$25,000រៀលទេ
ពេលនោះខ្លួនក៏ផ្លោះរបងចូលផ្ទះជួនរងគ្រោះរួចសួររឿងលុយជួនរងគ្រោះម្ដងទៀតហើយជួនរងគ្រោះឆ្លើយថាគ្មានលុយបើកម៉ាត់ខ្លួនខឹងក៏យកកំបិតចុងស្រួចចាក់ជួនរងគ្រោះម្ដងទៀតហើយក៏អាកខ្លួនឯងតែមិនស្លាប់ក៏ត្រូវសមត្ថកិច្ចនគរបាលចុះទៅខត់ខ្លួនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីក្រៅទៅពីនេះជួនសរសៃបានបដិសេធថាខ្លួនមិនធ្លាប់ជាប់គុកនិងប្រើប្រាស់គ្រឿងញៀនឡើយហើយនៅតែនិយាយថាអត់ដឹងថាស្ត្រីរងគ្រោះមានប្តីនិងកូនដដែលបាទប្រិយមិត្តជាទីគោរពរាប់អានបាទនេះគឺជាចម្លើយរបស់ជនដៃដល់ដែលត្រូវបានសមាជិកសួរឡើងវិញម្ដងទៀតពាក់ព័ន្ធទៅនឹងករណីដ៏រន្ធត់នៅក្នុងបុរីពិភពថ្មីឈូវ៉ា2បាទហើយយ៉ាងណាបាទទោះបីជាចម្លើយរបស់ជនដៃដល់ឆ្លើយយ៉ាងណាក៏ដោយប៉ុន្តែទង្វើដែលខ្លួនបានប្រព្រឹត្តទៅលើជនរងគ្រោះគឺមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមដែលបានឃើញនៅសកម្មភាពនេះហើយមិនអាចទទួលយកបានទេបាទអ្នកប្រព្រឹត្តនៅទង្វើយងខ្នងបែបនេះត្រូវតែទទួលទោសយ៉ាងធ្ងន់ធ្ងរឲ្យស័ក្តិសមទៅនឹងទោសកំហុសរបស់ខ្លួនបាទទោះបីជាមានការឆ្លើយសារភាពយ៉ាងណាក៏ដោយបាទព្រោះយើងបានធ្វើនៅទង្វើមនុស្សធម៌ដ៏សាហាវដែលគ្រប់គ្នាបានឃើញហើយពិតជាតក់ស្លុតនិងរន្ធត់យ៉ាងខ្លាំងបាទ